បាទបងប្អូនអរគ្នាសម្រាប់ទូទៅអ្នកជំងឺមកជួបខ្ញុំគាត់មានវិបត្តិរឿងមួយដែលគាត់តែងតែនិយាយថានៅក្នុងខ្លួនរបស់គាត់មិនដឹងដូចជាអាសេះអាសោះនៅក្នុងខ្លួនដែលគាត់ថារោគមើលសាច់រឿងជាច្រើននៅក្នុងខ្លួនរបស់គាត់គឺអត់ដឹងថាគាត់ឈឺអីរឿងហ្នឹងគឺប្រកបសម្បូរមែនតើដែលអាចនឹងកើតទៅលើអ្នកជំងឺម្នាក់ដែលគាត់កំពុងតែមានបញ្ហាមួយគេហៅថារាងកាយដែល stress អញ្ចឹងយើងមានរឿងពីរទី1គឺ stress ផ្លូវអារម្មណ៍ទី2គឺរាងកាយមួយដែល stress រាងកាយតានតឹងតើពីរនឹងវាខុសគ្នាដូចមិនដេចជាទូទៅខ្ញុំតែងតែជួបអ្នកជំងឺគាត់តែងតែប្រាប់ខ្ញុំអញ្ចឹងដល់ទៅពេលសំណួរចុងក្រោយខ្ញុំសួរគាត់ថាតើគាត់មានបញ្ហាហ្នឹងគាត់គិតច្រើនអត់គាត់មានបញ្ហាស្មុគស្មាញនៅក្នុងផ្លូវចិត្តដែលធ្វើឲ្យគាត់មានស្ថានភាពបែបហ្នឹងអត់គាត់ថាជាទូទៅដូចជាអត់ទេរឿងបញ្ហាគ្រួសារបញ្ហាលុយកាក់បញ្ហាតាក់ទងជាមួយនឹងជុំវិញខ្លួនគាត់ជាទូទៅផ្សេងៗគាត់ថាអត់អីដែរប៉ុន្តែឲ្យទៅដល់ពេលវេលាមួយដែលអាចនិយាយបានថាពីព្រឹកដល់ល្ងាចចាប់ដល់ពេលល្ងាចគាត់ចាប់ផ្ដើមមានស្ថានភាពមួយបែបហ្នឹងឯងអញ្ចឹងក្នុងលក្ខខណ្ឌមួយនេះខ្ញុំគាត់ចង់បញ្ជាក់បងប្អូនថាមនុស្សគ្រប់រូបអាចមានបញ្ហានឹងដូចគ្នាដែលគេហៅថា body stress នៅក្នុងលក្ខខណ្ឌនៃរាងកាយមួយដ៏ stress នេះអ្វីដែលយើងអាចធ្វើបានគឺបានន័យថាយើងត្រូវតែចូលរួមនៅក្នុងការហាត់ប្រាណខ្លះទៅមនុស្សចាស់យើងអាចឲ្យគាត់ដើរ relax នៅតាមដងផ្លូវកន្លែងទីសាធារណៈដែលអាចចូលរួមនៅក្នុងទីហាត់ប្រាណទី2បើសិនជាវ័យក្មេងយើងអាចចូលរួមនៅក្នុងកន្លែង gym ឬមួយក៏យើងរត់នៅតំបន់ដែលអាចមានសុវត្ថិភាពក្នុងការធ្វើម៉េចឲ្យរាងកាយរបស់យើងវា refresh ហើយបើសិនជាបងប្អូនអត់មានថាអត់មានពេលវេលាច្រើនយើងអាចធ្វើការហាត់ប្រាណនៅក្នុងផ្ទះព្រោះមែនតើនៅក្នុងផ្ទះក៏វាជាជំនួយមួយដែលធ្វើឲ្យយើងអាចធ្វើការហាត់ប្រាណបានដែរដែលរាងកាយរបស់យើងវាអាចនឹងល្អប្រសើរមកវិញដល់ពេលដែលបងប្អូនកំពុងតែមាន body stress នេះវាធ្វើឲ្យបងប្អូនពិបាកក្នុងការគិតពិបាកក្នុងការធ្វើការងារជាច្រើនដែលធ្វើឲ្យបងប្អូនហ្នឹងគឺប្រឈមមុខជាមួយនឹងបញ្ហាមួយគឺនឹងវិវត្តទៅរកភាព stress កាន់តែខ្លាំងអញ្ចឹងមែនតើការ stress ធ្វើឲ្យយើងវិវត្តទៅរកអាការដែលធ្វើការងារការគិតរបស់យើងអត់ល្អអញ្ចឹងភាពរីកចម្រើនរបស់យើងក៏អត់មានដែរអ្វីដែលបងប្អូនអាចធ្វើបានគឺកាត់បន្ថយធ្វើម៉េចកុំឲ្យមាន body stress ជៀសវាងកុំឲ្យមានបញ្ហា stress ផ្លូវអារម្មណ៍អញ្ចឹងពីរហ្នឹងវាអាចមានទំនាក់ទំនងគ្នាដែរដែលយើងគួរតែធ្វើម៉េចដកចេញកុំឲ្យយើងមានស្ថានភាពបែបនេះ